អេយ៉ូសួស្តីអ្នកគ្នាដូចជាជួបខ្ញុំម្ដងទៀតហើយគឺលៀនធូចាគឺជួបខ្ញុំម្ដងទៀតហើយគឺថ្ងៃនេះខ្ញុំមកយក Risk Homan ពី V3 រហូតមកដល់ V4 យ៉ាពិតប្រាកដឲ្យគ្នាយើងខ្ញុំយក Risk ហ្នឹងធ្វើពី V3 រហូតមកដល់ V4 ចាគ្នាយើងហើយគឺខ្ញុំយក V4 មក full ឲ្យអ្នកគ្នាទស្សនាផងដែរឥឡូវគប់ខាពេលវេលាយូរតោះទៅតាមដានខ្ញុំទៅយក V4 ដល់គ្នានឹង V3 តោះឥឡូវខ្ញុំមកដល់នៃការយក Rich Home ហ្នឹងឥឡូវយើងធ្វើលំណា Sand Home សិនហ្នឹងហើយSand Home មុនសិនហ្នឹងហើយហ្នឹងលក្ខណៈធ្វើមួយចឹងណាកុំបង្ខំពេកតមកយើងនិយាយជាមួយអាតាហ្នឹងដើម្បីដូរីមានអីចុចមួយទៅបាន Homan យ៉ាបាន Rich Homan បន្តមកខ្ញុំទៅយក V2 សិនយ៉ាឥឡូវគ្នាខ្ញុំបានផ្កាទាំង3ហ្នឹងហើយដើម្បីយក V2 យើងត្រូវការ flower ទាំង3គឺជាពណ៌ក្រហម Q និងលឿងហើយទីតាំងដែលស្រួលយកជាងគេគឺនៅបណ្ដុំ factory ជាមួយនឹងកោះអីចឹងណាគ្នាយើងអ្នកគ្នាដឹងស្រាប់ហើយហ្នឹងហើយខ្ញុំប្រាប់ណាឥឡូវនេះខ្ញុំបានទិញរួចជាការស្រេចយេតោះបន្តទៀតខ្ញុំនឹងធ្វើ V3 ឲ្យអ្នកគ្នាទស្សនាផងដែរ Let's go យេឥឡូវយើងមកដល់នៃការយក V3 ហើយយើងមកទិញហើយដើម្បីយក V3 បានគ្នាយើងត្រូវតែវាយ boss ចំនួន3ក្បាលតើបធ្វើ V3 បានឥឡូវយើងចុចបាយតែម្ដងនឹងហើយទីបំផុតបាន V3 ហើយឥឡូវនេះខ្ញុំអាចយក V4 បានហើយគ្នាយើងទីបំផុតតោះឥឡូវទៅសមុទ្រទី3ទាំងអស់គ្នាយេឥឡូវយើងមកដល់សមុទ្រទី3តែម្ដងកាត់មកដល់កន្លែងធ្វើ V4 អញ្ចឹងណាតោះខ្ញុំមកធ្វើ V4 ជាមួយនឹងបលតេសអញ្ចឹងណាព្រោះឯងខ្ញុំមានគ្នាធ្វើទេមានតែធ្វើឲ្យវាយខ្ញុំអត់ខ្លាចទេខ្ញុំគីឡូរៀងនុកដែរអញ្ចឹងណាអត់សូវមានចេះវាយបានទេតែឈ្នះតោះឥឡូវកុំខាតពេលវេលាយូរទស្សនានៃការយក V4 ខ្ញុំទាំងអស់គ្នាខ្ញុំអត់បានសិននិយាយទេអញ្ចឹងខ្ញុំមានតែកាត់ up gear តែម្ដងហ្នឹងហើយYes ឥឡូវខ្ញុំបាន gear 3ឯគ្នាយើងទីបំផុតនៅមួយ gear ទៀត full តែម្ដងគ្នាយើងឥឡូវដើម្បីបាន full ត្រូវតែ train វាចំនួន3លើកគ្នាយើងតោះទៅមើលខ្ញុំ train ទាំងអស់គ្នា Let's go កុំភ្លេច like sub ម្នាក់មួយផងមកដល់ពេលនេះបន្ទាប់ពីការ train ជា3លើកហើយឥឡូវនេះខ្ញុំបានយកឈ្នះគេទៀតហើយគឺមក up V4 full gear ហើយគ្នាយើងហើយមកដល់ពេលនេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ទស្សនាពីដើមដល់ចប់ហើយកុំភ្លេច support ខ្ញុំ like and sub ហើយនៃរបៀបយក V4 ហ្នឹងស្រួលទេហ្នឹងហើយឲ្យតែយើងវាយឈ្នះហ្នឹងហើយដូចជាខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត